ពេលល្ងាចហើយជុំគ្នាមួយកយដាក់បុកទឹកត្រីហើយក៏ចូលគេនៅសារតែព្រឹកត្រូវធ្វើដំណើរទៅកន្លែងផ្សេងទៀតអញ្ចឹងយប់នេះគេនេះសិនហើយផឹកត្រូវទៅណាមកណាទៀតបើយើងគិតបាទអូនេះបើយកកាប់ឲ្យវាទៅវាមកទៀតដំណើរកំសាន្តឆ្ពោះទៅស្ទឹងតូចតំបន់អភិរក្សក្រពើភ្នំហើយក្រពើភ្នំខាងនេះគេថាថតអត់បានទេតែទេសភាពខាងនេះអមជាមួយទឹកភ្លៀងរដូវវស្សាបែបនេះទៀតគឺថាការធ្វើដំណើររបស់ខ្ញុំទៅលេងស្ទឹងតូចបងប្អូនអត់និយាយថា fresh មែនតើហើយខ្ញុំដាក់ intro វិញទេយើងនឹងចូលទៅកាន់វីដេអូពេញទាំងអស់គ្នាគ្រាន់តែថាវីដេអូនេះគឺតំបន់ថ្មីសម្រាប់ខ្ញុំហើយជំរាបសួរក៏សួស្តីទៅកាន់បងប្អូនបាទថ្ងៃនេះគេថាធ្វើដំណើរគាត់ថាចេញមកដល់ផ្លូវចូលស្ទឹងឃើញថាភ្លៀងហើយភ្លៀងនឹងមិនមែនភ្លៀងធម្មតាទេបាទគេថាភ្លៀងលក្ខណៈទ្រង់ទ្រាយធំតែម្ដងទឹកហូរលិចតាមផ្លូវអស់បងប្អូនអើយហើយការធ្វើដំណើរទៅនេះស្អាតទេសភាពព្រមតែទៀកច្រើនមែនតើអូយខំខ្ញុំស្មាទោះហើយលោកអើយខំតាំងពីក្នុងខ្លួនក្នុងអាវក្នុងខោខាងគ្មានសល់កន្លែងណាដែលវាថាมันខំទេហើយផ្លូវសម្រាប់សហគមន៍គាត់ទៅថាការពីក្រពើភ្នំផ្លូវនេះអញ្ចឹងវាអត់មានស្ពានអីធំទេហើយបើបងប្អូនចង់មកលេងចាំមើលលេងសាច់ដាក់ចុងវីដេអូចាំតាក់ទងទៅខំទៅគាត់នឹងនាំបងប្អូនមកលេងតាមតំបន់នេះហើយស្អាតបងប្អូនស្អាតទេសភាពហើយផ្លូវទៅសម្រាប់ម៉ូតូធម្មតាក៏ទៅបានដែរគ្រាន់តែវាល្អិលតិចតួចចឹងគាត់ថាយើងបាក់ធ្វើដំណើរតែប៉ុណ្ណឹងបើនិយាយថាសួរថាឆ្ងាយអត់ឃើញថាវាគួរសមយើងជិះខ្ទង់បើថាខែប្រាំង20ទៅ30នាទីអញ្ចឹងខែភាសាក៏30ទៅ40នាទីអស់ហើយគាត់ថារឿងអិលបាឡាបើម៉ូតូយើងមានកាឡាអញ្ចឹងទៅក៏យើងអាចជិះស្រួលអញ្ចឹងទៅហើយអមទៅដោយធម្មជាតិមានអូមានព្រែកមានស្ទឹងទូចកាត់តាមតំបន់ហ្នឹងហើយមានភ្នំអូឡើងដ្រូនឃើញសុទ្ធតែភ្នំបងប្អូនអើយនៅភ្នំអីទៅភ្នំអីទេហើយអ្វីដែលពិសេសគឺវានៅជិតភូមិតាតៃលើហើយស្រុកថ្មបាំងខេត្តកោះកុងយើងនឹងទេឃុំតាតៃលើនេះគ្នាហើយនិយាយរួមទៅបើសម្រាប់អស់រ៉ូតបែបម៉ូតូបែបដើរ adventure ក៏ត្រូវទៀតគឺវាត្រូវគ្រប់ទម្រង់តែលើកលែងតឡានមួយទៅរួចស្អាតផ្លូវវាបាក់ចិត្តអស់ហើយមានតែផ្លូវសល់ពីជំនាន់គេនាំមុនយូរហើយផ្លូវអារ៉ែវយើងវាបាក់ឈើបាត់ចិត្តអស់ហើយម្ដងក៏រៀបចំគេងបងប្អូនដោយសារកន្លែងនេះគឺយើងត្រូវគេយប់នេះហើយទៀកដូចនិយាយចឹងអត់សូវបានថតទេខ្លាច Facebook វាចាប់បងប្អូនហើយតោលើនោះទៀកច្រើនមែនតើគ្រាន់តែដាក់ចុះមកផ្លូវខំដាក់ចុះផ្លូវខំឲ្យបងឃើញទឹកហើយហូរហើយសម្រាប់យប់នេះយើងអាចសម្រាប់ចិត្តមកស្ទឹងបានទេដោយសារតែខ្លាចទឹកឡើងអញ្ចឹងយើងមានតែដេកនៅលើនេះហើយភ្លៀងតែវ៉ាន់យើងបានដាក់ថង់ប្លាស្ទិកដាក់អីការពារដោយសារតែបើបងប្អូនមកតាមតំបន់ចេះអត់មានថង់ប្លាស្ទិកពីក្នុងទេគឺរិចគិនហើយវ៉ាន់ដោយសារអីគឺស្ទឹកដោយសារតែខែនេះគឺជារដូវភ្លៀងអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងវ៉ាន់យើងដូចខ្ញុំគ្រឿងអេឡិចត្រូនិកបងប្អូនតែសើមមកកតាបហ្នឹងទៅទឹកភ្នែកមានយំចេញមិនសមមួយឆ្នាំនឹងបានទិញគ្រប់ឧបករណ៍ខ្ញុំវិញអត់ផងទេហើយមកដល់ក៏រៀបចំតឡើង filter តឡើងអីគ្រាន់មកដល់ភ្លាមបងប្អូនទៀកខំអានេះខំស្មាទោះមកបាបខំក្នុងខោអូខ្ញុំឈឺមែនតើខំចង់10ទៀកខំរហូតហើយលាកខោខ្លីវាចូលតានហើយខ្ញុំមិនជាអ្នកខ្លាចទេតែវាខំឈឺមកឈិបចឹងណាហើយខ្លួនក៏ខំកន្លែងណាក៏ខំដែរគាត់តែយើងរៀងយូរបានវាលែងខំដោយសារតែយើងសម្អាតកន្លែងនឹងអស់ទៅវាលែងខំទៅវាលែងវាមកបានហើយខ្ញុំមួយកយជូនខ្ញុំមកហើយខ្ញុំអត់ដឹងថាថ្ងៃហ្នឹងអ្នកអភិរក្សក្រពើភ្នំគេមកទេប្រាប់តែគេមកតាមក្រោយខ្ញុំពេលដែលខ្ញុំមកហ្នឹងបងប្អូនហើយយើងសម្រាប់ហូបផ្លែបឺយើងសម្រាប់ហូបកាហ្វេហូបមីហើយឆ្លៀតតឡើងស្ទូចតឡើងដងតឡើងដុំសម្រាប់ទៅបបក់ហើយខែប្រាំងឃើញថាបក់ស៊ីសម្រាប់ខែនេះទឹកវាប្រែប្រួលពេលខ្ញុំមកបក់ស៊ីហើយនេះអ្នកអភិរក្សក្រពើភ្នំរបស់យើងហើយគាត់ឲ្យមើលវីដេអូដែលគាត់អភិរក្សមានពងគាត់ការពារតំណងចាំមើលរដូវប្រាំងដែលខ្ញុំត្រឡប់វិញម្ដងទៀតខ្ញុំនឹងព្យាយាមថតឲ្យបានល្អវីដេអូបែប landscape បែបផ្ដេកអញ្ចឹងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាហើយម្ដងក៏ដាក់មីសាហែវបងប្អូនឲ្យតាំងពីព្រឹកមកក៏មិនទាន់បានបាយបានទឹកទេម្ដងក៏បានអាបឺនេះហូបហើយក៏ហូបមីតាមក្រោយទៀតគេថាអូឆ្ងាញ់អញ្ចឹងថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អអញ្ចឹងល្អឆ្ងាញ់ស្រឡាញ់ឃ្លានឆ្ងាញ់ស្រឡាញ់ល្អរៀបចំអវ៉ាន់រៀបចំហើយទៀកខំទីអូយពិតជាឈឺអារម្មណ៍មែនតើហើយក៏រៀបចំចុះទៅបបក់តែបងប្អូនឃើញហើយផ្លូវទៅបបក់គឺបែបហ្នឹងដើរតាមហ្នឹងហើយទៀកខំទីហើយមកដល់ឡើយនេះបងភេងណាទៀតដែរបង្កយគាត់ចុះទៅដោះស្ទូចដោយសារតែស្ទូចខ្ញុំវាត្រូវជាប់នៅក្នុងទឹកបងប្អូនហើយគាត់អត់ខ្លាចក្រពើខំទេគាត់ខ្លាចបាត់ផ្លែបបក់អញ្ចឹងដោយសារការភាពក្លាហានរបស់គាត់មែនទេ
ก็เพื่อคล้ายบัดคล้ายอัดมีไอ้เบาะไตรไอ้มาđóก็มีตู้ข้างตอนปูนไปchiaสะคมข้างอับแรกก็เบอร์พนมเกม้าส่งไปเตยจมูกเดี๋ยวจีตู้มาปูนไอ้มันจะเตยอันนี้ตู้แกบอสที่สอบแต่ไปสอบเตยวิเป่าทมยังสโลดักตามมันđãมองแต่บานทอวิโอดักมองแต่โกโปรขย่อมไปออฟเลยไอ้ก็มีแต่สกามผิดดอกไตรจำปรึกจำทอวิโอซามองมาเราไอ้ไตรตึงนี่ก็แต่ชาทมมาปูนปันวัดได้โอ้ยทมมันเต้นมาปูนเคยดักพายจีตรงมาเมาบานมาโฮมาเรื่องใหญ่บัดไอ้ปรึกมันจะเอานู้ก่อนโยเตียวิบานมันเนี่ยมันก็โน่แต่ซาได้ตึงนี่สมบูรณ์แต่ช้าไอ้ช้านี่ก็จีจำในบอกกับเปิดพนมห้องไหนở đây từng này có lương coi về đây tao biểu miên là thạch man chìm nón từng ngọn đã bay buôn thẳng cái lỗ có miên này người ta biết khăm tu dương tại sao tay đây liền chìm đồ trên đây thì tất cả prai pro tay bùi dương có hiệp trọng thơm hộp hộp nghĩ đi sao tay nghĩ ní dương miên là trai đừng ai mẹp hộp dương gọi vô để chiên ở ngao chuột thì ngao chuột nhưng lực lên cạn đây đây bị xe gạt tập con mẹp tay đấy mà khi bị con cứ nhưng mà ngao chuột thì bị chẹt hơi rồi bằng coi nó có cái chi liệt cầm đại tu kỳ và mặt coi và thầy thời chị bòn khoa bòn thuê như là xài thôn bằng bạn rồi bây giờ cái trong năm bài là tận hộp người ta để nên tria phê dục rồi cái chiên chật khật cho mà đỏ lại rồi người ta nghĩ ní cứ ra ban trời rồi cùng lúc mà bọn trời cho bọn này áp lại cái phần nông bọn máu tại bàn này hộp cứ mà được đây xì mì tê thằng tay bạn ta dầm nang cho phụ quạt máu có bàn trời hộp để ra phụ quạt nè đạm mong hay nhóm ta xong trời thì mong quát hay xong quạt thọt thì vẫn chỉ everyone khăng tẹn rồi phơi có hiệp cho màu bànហើយក៏ដាក់ត្រីជៀនបងណាបាទហើយជៀនមកផ្ទះមកណាអានេះនឹងមកពីណាដែរអាធីរើសបាទដូចជាស្អីបងខ្ញុំក៏យកមកដាក់តាមកតាមកកើតបានជៀនត្រីណាកែច្នៃបាទនឹងស្អីទៅជៀនត្រីអត់ជាប់ដែរទៅដើរតែជៀនត្រីជាប់ហើយត្រីនេះឈ្មោះត្រីកាវនៅតាមតំបន់ស្ទឹងបឹងហូដែលនៅជួរភ្នំស្ទឹងនៅលើភ្នំបានសម្បូរថៃប្រភេទនេះហើយសកាវាស្តៀងនឹងតែខ្មាន់ហើយពណ៌សម្បល់ក៏ស្តៀងគ្នាគាត់ថាវាអត់មានក្រហមទេវាឆ្នោតបែបពណ៌ប្រាក់ហើយត្រីទាំងអស់នេះគឺសម្បូរបងគឺថាដាក់ម៉ងវិញគឺមិនចេះពីទេតាមតំបន់ភ្នំនៅមួយជួរខាងអរ៉ៃថ្មបាំងកោះកុងនេះនឹងយោធនាទេបាទនិយាយរួមថាបើថាត្រឹមមកយើងស្រុកខ្មែរតែថាមកហូបត្រីនឹងអស់គ្នាមិនជាពីអត់បងទេហើយក៏រៀបចំដាក់បាយពេលល្ងាចហើយជុំគ្នាមួយកយដាក់បុកទឹកត្រីហើយក៏ចូលគេនៅថាតែព្រឹកហើយធ្វើដំណើរទៅកន្លែងផ្សេងទៀតអញ្ចឹងយប់នេះគេនេះសិនហើយផឹកទៅណាមកណាទៀតបើយើងគិតគាត់ថាឥឡូវពេលយប់ហើយពេលយប់ព្រឹកមិនតំដល់យើងក៏គេហើយមុនគេក៏ផឹកទឹកយិនសិនបាទហើយបងសួរថាផឹកទឹកយិនសិនដើម្បីអីបាទគឺដើម្បីសុខភាពល្អហើយមិនដឹងសុខភាពល្អបាទតែខ្ញុំមួយយ៉ាងហ្នឹងផឹកទឹកយិនសិនគេថាមុខខ្ញុំវាសង្ហាហើយស្អាតនិយាយមែនអត់និយាយកំប្លែងទេហើយក៏ផឹកហើយក៏ចូលគេមានតែប៉ុណ្ណឹងយប់ហើយខ្ញុំសូមណែនាំទឹកយិនសិនមកអ៊ីទៅកាន់អ្នកដែលកំពុងតែមើលចូលព្រៃអស់កម្លាំងដូចខ្ញុំចេះគេថាដាក់ទឹកយិនសិនមកអ៊ីមួយទៅឃើញថាកម្លាំងចាប់ដើមមានឡើងពេលឡើងព្រឹងតែម្ដងហើយអត្ថប្រយោជន៍នេះគឺអាចញ៉ាំបានគ្រប់វ័យទាំងប្រុសនិងស្ត្រីសម្រាប់អ្នកអាសាកោសខ្យល់វិលមុខឈឺក្បាលនិងឈឺពោះហើមពោះទល់ខ្យល់ពិបាកដកដង្ហើមចលនាឈាមរត់មិនស្មើឧស្សាហ៍ចុកទ្រូងនិងពិបាកដកដង្ហើមឈឺសន្លាក់ដៃជើងស្ពឹកដៃស្ពឹកជើងចុករយប្រាំនិងមានបញ្ហាពិបាកញ៉ាំបាយមិនបានគ្មានកម្លាំងទុនដៃទុនជើងឧស្សាហ៍ឈឺច្រើនចំពោះក្មេងចាប់ពីអាយុ10ឆ្នាំឡើងក៏អាចញ៉ាំបានដែរក្មេងដែលអាសាឈឺច្រើនផ្លេកស្លាំងគ្មានកម្លាំងមិនសូវលូតលាស់កម្ពស់មិនសូវញ៉ាំបាយចូលចិត្តញ៉ាំទឹកផ្អែមដែលមានជាតិស្ករនិងក្មេងដែលមិនសូវលូតលាស់កម្ពស់បងប្អូនដែលមានបំណងចង់ទិញយកមកពិសាប្រើប្រាស់មិនពិបាករកទិញទេអាចរកទិញបាននៅលើ page របស់ Mac EE ឬក៏តំណាងចាយរបស់ក្រុមហ៊ុន Mac EE ហើយបងប្អូនដែលមានបំណងចង់ធ្វើជាតំណាងចាយក៏មិនពិបាកអ្វីនោះដែរគ្រាន់តែតាក់ទងទៅកាន់ក្រុមហ៊ុនរបស់គេទៅរួចជាការស្រេចហើយយប់នេះសុំគេមួយអង្គឲ្យតង់មួយពីរនាក់តង់បងធွာគាត់ឲ្យហើយបងប្អូនឃើញពេលព្រឹកយើងអង្គុយជុំគ្នាហូបកាហ្វេចែកគ្នាលេងហើយទេសភាពទឹកជ្រោះអូយស្អាតចាំមើលវីដេអូក្រោយមានភាគ2បងប្អូនអាចមើលបានទឹកជ្រោះគឺថាស្អាតខ្លាំងណាស់គេហៅទឹកជ្រោះឈឺប៉ងឈឺប៉ហ្នឹងទឹកជ្រោះឈឺប៉ហើយអង្គនេះគេគ្មានដឹងខ្លួនទេបាទដូចហត់ណាស់ចឹងតែពិតយប់ដេកសោះហ្នឹងហើយយើងក៏រៀបចំទៅបកត្រីរៀបចំទៅលើកមងជាមួយបងជាសហគមន៍របស់យើងមិនជាការពីភូមិសហគមន៍មិនមែនសហគមន៍ទៀតគេហៅអ្នកការពីក្រពើភ្នំនិយាយវិញមិនត្រូវអ្នកការពីក្រពើភ្នំយើងក៏ទៅហូបបាយហូបកាហ្វេមួយគាត់ជែកគ្នាលេងហើយយើងក៏រៀបចំទៅលើកមង30មងចំដាក់ជាង8ត្បូងហើយចឹងនៅថាមង8ត្បូងបានត្រីប្រហែលទៀតនឹងដឹងហើយពីយប់គាត់លើកហើយម្ដងហើយដោយសារតែគេខ្លាចទុកព្រឹកវាជាប់ទៀតវាជាប់អាចកាឡាវាហ្នឹងចឹងគេត្រូវដោះពីយប់ម៉ោង2យប់គេដោះម្ដងចឹងពេលម៉ោង6 7 8យើងទៅដោះម្ដងទៀតគឺបង្ហើយ
ហើយដាក់កាហ្វេដាក់អីជុំគ្នាហើយក៏ជែកគ្នាលេងតិចតួចទៅក៏រៀបចំទៅដោះម៉ងនេះរួមទៅពួកគាត់មានអាទូកនេះបងខ្ញុំនឹងទិញមួយទៅទៀតជាមើលវីដេអូខ្ញុំច្រើននេះមកដើម្បីមានលុយទិញទូកនឹងមួយដាក់តាមឡានគ្រាន់ទៅឆ្ងាយចឹងមានស្ទឹងមានអីចឹងយើងអាចប៉ុន្តែយើងអាចអាចថតវីដេអូអាចដាក់ម៉ងអាចរំហូបបានដោយសារតែកាបូននេះយើងបានធ្វើមុនកាប់ស្អីយូរទៅពេលអានេះសពទឹកខ្យល់ដាក់ទៅលើទឹកប្រុយទៅមកដាក់ម៉ងទៅឲ្យបានមកហើយបងប្អូនឃើញតាមដងស្ទឹងនេះគឺស្អាតហើយបងប្អូនកុំភ្លេចមកលេងខ្ញុំដាក់លេខតាប់នៅលើអេក្រង់ហើយពួកគាត់នឹងជួបបងប្អូនមកលេងមកកំសាន្តមើលកពើភ្នំអីចឹងទៅតែពិតតំបន់នៅខាងតាតៃលើនេះមិនទាន់មានសហគមន៍គេរឹងមាំឡើយទេតែខ្លាចទៅពេលខាងមុខគាត់អាចនឹងបង្កើតសហគមន៍នាំអ្នកមកបោះតង់ដើរលេងឬក៏ទេចរតាមតំបន់ភ្នំតំបន់អីចឹងទៅតែពិតវាមិនឆ្ងាយជាភូមិអារ៉ែងឬថ្មបាំងមកក្បែរគ្នាហ្នឹងគ្រាន់តែថាគេអត់សូវស្គាល់នឹងតំបន់នេះហើយត្រីគឺថាសម្បូរបងប្អូនមកសឹងថាដាក់តែម៉ងមកបានហើយមិនបាច់ខ្ញុំដាក់ស្អីមកទេបាទហើយខ្ញុំមកដាក់ម៉ងមកដែរតែបានដាក់តែគាត់ដាក់ឲ្យខ្ញុំជិលដាក់ម៉ងគាត់បដ ாய் ទៅបងប្អូនឃើញត្រីមួយម៉ងត្រឹមមកយើងមកដើរលេងមកហូបមិនអស់ទេហើយបងប្អូនសួរថាចុះវីដេអូថាផ្លូវអីបានប្រយោជន៍អីពីវីដេអូវិញមើលទៅឃើញតែដាក់ម៉ងលើត្រីគឺបានប្រយោជន៍ពីស្គាល់តំបន់ដើរលេងអ្នកជួយចិត្តបោះតង់ហ្នឹងឯងតែប៉ុណ្្នឹងហើយយើងបានទៅលេងបងប្អូនសហគមន៍របស់យើងនៅខាងអារ៉ែងខាងថ្មបាំងមានតំបន់ផ្សេងដើរលេងអញ្ចឹងទៅហើយយើងរួមពួកគាត់សរសើរមែនគាត់បកកាយអភិរក្សកពើភ្នំគាត់មើលថែល្អមែនទែនគាត់ឲ្យវីដេអូយើងមើលគាត់ប្រាប់ពីរបៀបថែទាំនឹងការល្បាតការពារមើលវាទៀតអូវែងឆ្ងាយជ្រៅចាំថ្ងៃក្រោយខ្ញុំបកស្រាយប្រាប់ទៀតហើយឥឡូវនេះម៉ងគាត់ថាលើកមកគាត់ថាបានត្រីច្រើនហ្មងបងហើយត្រីនេះព្រឹកនេះគឺថាខ្ញុំនឹងស្ងោរតុងយ៉ាំហូបហើយអត់ស្ងោរជ្រក់ទេហើយនេះឈ្មោះបងស្អីតាណាខ្ញុំលេចឈ្មោះបាត់ហើយរសារគាត់ថាទឹកហ្នឹងកពើច្រើនតែកពើភ្នំវាឃើញយើងគឺវារត់ទៅបាត់ហើយវាឡើងគោកវាឡើងអីវាមកយើងឃើញវាទេអញ្ចឹងត្រឹមមួយមុជមកនេះគាត់មកខ្លាចកពើខំគាត់ទេបាទអ្វីដែលគាត់ខ្លាចនេះគាត់ថាគាត់ខ្លាចភាពឯកាបំផុតគាត់មកខ្លាចកពើខំអូសរសើរគាត់ដែរគាត់និយាយចឹងមែនបងប្អូននិយាយចឹងមែនខ្ញុំអត់និយាយក៏ប្លែកហើយបងប្អូនឃើញទេសភាពតាមដងស្ទឹងតាមតំបន់នេះហើយឥឡូវនេះពងរីខតសម្លេងនេះខ្យល់ហ៎បងប្អូនខ្ញុំរីខតសម្លេងនៅវាលពេលខ្យល់ដល់ក៏លើកមកលើអីលើគោករៀបចំដោះម៉ងដោះត្រីចេញគ្នាដើម្បីពួកគាត់ត្រឡប់ទៅវិញខ្ញុំគេមកយប់ទៀតហើយវីដេអូភាគ2នឹងចេញមកបន្ទាប់ក្រោយហើយអង្គមិនដឹងទៅវិញគាត់នៅនេះខ្ញុំសួរគាត់មកគាត់ទៅវិញក៏ខ្ញុំនៅតែឯងខ្ញុំនៅដាក់ម៉ងខ្ញុំនៅរកត្រីនៅបកត្រីនៅដេកសូឡូម្នាក់ឯងតែខ្ញុំរយៈនេះចង់នៅម្នាក់ឯងបានច្រើនបន្តិចគ្រាន់ថាយើងអត់ទាន់មានពេលថាតែយើងនៅដើរមានគ្នាឡើយទីទៀតខ្ញុំអាចត្រឡប់ទៅនៅម្នាក់ឯងវិញអាចនឹងជារៀងរហូតតរៀងទៅអីក៏មិនទាន់ដឹងដែរចាំមើលនឹងអស់គ្នាសិនហើយត្រីបងប្អូនធំហើយគាត់ឲ្យខ្ញុំប្រហែលក្បាលដែរសម្រាប់ធ្វើហូបព្រឹកនេះដោយសារតែគាត់ត្រូវត្រឡប់ផ្ទះអញ្ចឹងគាត់ឲ្យខ្ញុំខ្លះហើយគាត់យកទៅខ្លះហើយអង្គយើងនេះរយៈចុងក្រោយនេះកើត MMO ថាចិត្តបានថាទទួលសិទ្ធពេញលេញហើយកុំភ្លេចគ្រប់គ្រងគាត់ផងបាទបងប្អូនស្គាល់ channel គាត់ខ្ញុំមិនបាច់ចាំប្រាប់ទេហើយដូចឃើញស្រាប់ហើយគាត់បង្ហាញធ្វើវីដេអូដែរនៅមុនតំបន់គាត់សម្បូរឡែនដើរលេងមានទាំងទរេនមានទាំងផ្លែឈើមានទាំងតំបន់ដើរលេងស្តៀងទៅនឹងអារ៉ែងស្តៀងអីគាត់ថាមិនទាន់មានរីសតមិនទាន់គេបើកតំបន់នោះហើយក្បែរក៏ដើរលេងនេះចិត្តភូមិបោះតង់ជិះម៉ូតូល្មមមួយនាទី20 30 40 50 នាទីទៅដល់នោះមិនជាពិបាកដើរអីប្រហែលទេហើយគាត់ក៏កន់ត្រីដើម្បីកុំឲ្យមានឆ្អឹងហើយក៏រៀបស្លស្ងោរតុងយ៉ាំត្រីខ្ចៅតែមិនដឹងស្រុកបងប្អូនហៅត្រីអីទេព្រោះគាត់ហៅត្រីខ្ចៅខ្ញុំហៅតាមគាត់ទៅហើយខ្ញុំរីខសលេងនេះគឺអត់សូវស្រួលខ្លួនប្រហែលទេសារខ្ញុំរយៈនេះខ្ញុំចេញពីខេត្តមួយទៅខេត្តមួយអូគេថាអត់ឈប់ទេអញ្ចឹងអារម្មណ៍យើងវាបដូរផ្លាស់បាក់យ៉ាកោះលេងហើយនិយាយខុសខ្លះត្រូវខ្លះក៏សូមអធិស្ឋានហើយតុងយ៉ាំគឺបែបហ្នឹងគ្រាន់តែហែកអំបិលមីតុងយ៉ាំដាក់មកទៅបាច់ក្រូចឆ្មាដាក់គ្រឿងកើតតុងយ៉ាំត្រីខ្ចៅហើយកន្លែងហូបរបស់យើងគឺយើងយកទៅហូបនឹងទឹកជ្រោះមាត់អូមាត់បងប្អូនឃើញមាត់ឡើងទឹកហូរអូថាហូបបាយបដៅស្ដាប់ទៅលេងទឹកហូរបដៅតំបន់ធម្មជាតិក្នុងស្រុកយើងទៀតគេថាអូរសជាតិ everyone គិនមកតែម្ដងហើយនិយាយរួមទៅមួយទៀតតំបន់នេះពេលខ្ញុំមកសង្កេតឃើញពាកច្រើនក៏ពិតក៏ប៉ុន្តែទេសភាពព្រៃដែលមកគឺក្រាស់វាក្របមកតាមផ្លូវបងប្អូនយើងអាចមកកំសាន្តមកបោះតង់បែបម្នាក់ឯងមានគ្នាមានអីមកដែលរួមកិច្ចពីភាពស្មុគស្មាញអាចមករំហែកាយសម្រាប់ពីសៅរ៍អាទិត្យឬក៏អ្នកដែលទនេច្រើន 3-4 ថ្ងៃអាចមកតាមនេះបានមានពេលច្រើនហើយពួកគាត់ក៏មួយទឹកហូបបាយហើយក៏ឈៀលសម្រាប់បញ្ញាប់រៀបអវ៉ាន់ទៅវិញហើយខ្ញុំនេះក៏មួយទឹកតែមិនតមិនមួយទៀកខំទៀតនេះសម្បូរមែនគាត់ដើម្បីទឹកវាខំយើងដែរអូខ្ញុំសុំខ្លាចហើយទឹកកន្លែងនេះតិចឲ្យថ្លាបងប្អូនអើយយើងមកឃើញទេសភាពបងប្អូនមកឃើញផ្ទាល់បានដឹងថាបរិយាកាសនៅកន្លែងនេះវាមិនស្អាតខ្ញុំខែគេឲ្យបន្ទុសឹងថា10 លើ 100 នេះតែមកហៅ8 លើ 10ហ្នឹងហើយឲ្យ8 លើ 10ទេសភាព
ត្រីសាច់កន្លែងដេកក៏មានសម្រាប់ស្ងាត់ធម្មជាតិចិត្តភូមិមិនឆ្ងាយប៉ុន្មានហើយក៏ហូបហើយក៏ចេញដំណើរត្រឡប់មកផ្ទះវិញហើយយើងក៏មានអីដែរមានរចាំមើលវីដេអូក្រោយថាខ្ញុំទៅណាទៀតបន្ទាប់ពីខ្ញុំចេញកន្លែងទៅប៉ុន្តែខ្ញុំទៅរកទឹកជ្រោះឈឺឆាយឈឺប៉អញ្ចឹងចាំកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាវីដេអូក្រោយហើយម្ដងនេះក៏រើសបានអាខ្មុំវាមិនខ្មុំហៅព្រួតអាព្រួតនេះឯងបងប្អូនព្រួតទឹកព្រួតបើរកបានច្រើនល្អណាស់តែយើងវាក់រកវាព្រួតព្រៃចេះនេះវាដួលបាក់ដើមឈើមកក៏ឃើញក៏រើសយកមកហូបតែយើងនឹងជួបនេះវីដេអូក្រោយបាយសំណាងល្អសក់វាល្អរស់ស៊ីទូទៀតមានបានហើយកុំភ្លេចថែសារសក់វាបដៅភ្លៀងហើយនឹងខ្ញុំនឹងបងប្អូនតែឈឺរកលុយឲ្យបានតែរកលុយឲ្យបានយើងសេតអញ្ចឹងកុំឲ្យសេតយើងត្រូវរកលុយឲ្យបាន